សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើទឹកតៅហ៊ូនេះដែរយើងអាចស្រូបជាមួយពងទាដាក់ពីលើបាយឬក៏បងប្អូនយកទៅចិញ្ចជាមួយប្រហិតឬក៏សាច់អាំងអីក៏បានដែររបៀបធ្វើគឺថាងាយស្រួលខ្លាំងមែនតើណាបងប្អូនចាគ្រាន់តែឃើញនៅក្បាលវីដេអូឃើញថាទឹកតៅហ៊ូរបស់យើងនេះគឺថាទំនងខ្លាំងមែនតើបងប្អូនឃើញហើយគឺថាក្លៀនបាយតែម្ដងធ្វើហើយនេះបញ្ចូលសម្លេងគឺថានៅឃើញក្លៀនបាយនៅឃើញរសជាតិតែម្ដងណាបងប្អូនតាស់ត្បូងឡើយនេះគឺថាខ្ញុំដាំទឹកសិនដើម្បីយកទៅលាយជាមួយនឹងតៅហ៊ូរបស់យើងទុកឲ្យវាក្តៅអ៊ុនៗសិនទៅបងប្អូនបន្តមកទៀតយើងមកបកខ្ទឹមសនេះខ្ញុំប្រើម្ដុំធំបន្តមកទៀតហ្នឹងគឺអត់សូវចង់ហឹលប្រហែលគឺយើងដាក់ធ្វើមកតេស្តត្រឹមតែ4ផ្លែទេបងប្អូន4គ្រាប់អញ្ចឹងណាហើយតៅហ៊ូវិញបងប្អូនទិញតៅហ៊ូមកអីក៏បានដែរខ្ញុំប្រើតៅហ៊ូកែវថ្មហើយដាក់កន្លះកែវយកមកដាក់ក្លុកជាមួយនឹងខ្ទឹមមួយនឹងម្ទេសហើយនឹងចាក់ទឹកក្តៅអ៊ុនៗមិនចូលបន្តមកទៀតនេះគឺធ្វើការក្លុកវាឲ្យម៉ត់តែម្ដងចាក្លុកឲ្យម៉ត់ហើយហ្នឹងគឺខ្ញុំចាក់បន្ថែមជាមួយនឹងទឹកដោះគោខាប់ចាក់បន្ថែមជាមួយនឹងទឹកដោះគោខាប់មកយើងក្រាលដែរបងប្អូនមករសជាតិដែលយើងចង់បានgiờខ្ញុំអត់តន់ចង់ដាក់ស្ករសទេដោយសារតែទឹកដោះគោខាប់យើងវាមានរសជាតិផ្អែមហើយបន្តមកទៀតក្លុកវាឲ្យម៉ត់ហើយយកមកចាក់ចូលចានតែម្ដងបន្ទាប់ពីដាក់ចូលចានហើយអត់តន់ហើយទេបងប្អូននៅបន្ថែមគ្រឿងក្រៅបន្តទៀតណាតែប៉ុណ្ណេះគឺយើងយកមកភ្លក់មើលបន្តិចសិនភ្លក់មើលថាវានៅខ្វះរសជាតិអីដែលយើងចង់បានអញ្ចឹងណាហើយនៅបន្ថែមជាមួយនឹងប៊ីចេងបន្ថែមប៊ីចេងហើយហ្នឹងវាក៏ខ្ញុំបន្ថែមជាមួយនឹងទឹកត្រីដែរព្រោះអីតៅហ៊ូរបស់យើងមិញហ្នឹងវាអត់សូវប្រៃប្រហែលទេអញ្ចឹងខ្ញុំបន្ថែមជាមួយនឹងទឹកត្រីហើយហ្នឹងក៏មានជាមួយនឹងទឹកខ្មេះផងដែរទឹកខ្មេះគឺពិសេសតែម្ដងបងប្អូនដាក់មកធ្វើឲ្យទឹកតៅហ៊ូរបស់យើងនេះមានរសជាតិឆ្ងាញ់ឡើងជូរជ្រះល្អតែម្ដងចាហើយបន្ទាប់ពីបន្ថែមទឹកខ្មេះបន្ថែមអីមកហើយហ្នឹងគឺខ្ញុំចាប់ផ្ដើមភ្លក់មើលហើយយើងក៏លួចបន្ថែមជាមួយនឹងស្ករសបន្តិចដែរដោយសារតែយើងបន្ថែមទឹកដោះគោហើយយើងអត់សូវចុះស្ករសប្រហែលទេអញ្ចឹងហើយដាក់ស្ករសបន្តិចខ្ញុំចាប់ផ្ដើមធ្វើការកូរវាឲ្យរៀងរលាយបន្តិចហើយភ្លក់មើលម្ដងទៀតតាមរសជាតិដែលយើងចង់បានតាមតម្រូវចិត្តរបស់យើងអញ្ចឹងណាបងប្អូនចាហើយតែប៉ុណ្ណេះហ្នឹងក៏យើងអាចយកវាទៅស្រូបឬក៏យកទៅចុចជាមួយទំផាត់បានហើយបងប្អូនតែប៉ុណ្ណេះគឺថាជារួចរាល់ជាការស្រេចហើយយើងអាចទុកដាក់វាដូចជាក្រៅទូទឹកកកក៏បានយូរដែរបងប្អូនបានដូចជាកន្លះខែហើយបើសិនជាដាក់ក្នុងទូទឹកកកក៏បានណាមួយខែពីរខែក៏អត់ខូចដែរទុកកាន់តែយូរកាន់តែងុំឆ្ងាញ់ថែមទៀតបន្ទាប់ពីធ្វើហើយខ្ញុំភ្លក់មើលរសជាតិដែលខ្ញុំត្រូវការចង់បានហើយហ្នឹងក៏ខ្ញុំចាក់ចូលក្នុងកឡចមួយណាបងប្អូនដើម្បីដាក់ខ្លះសេក្នុងទូទឹកកកដើម្បីឲ្យទុកបានយូរទុកជិចថ្ងៃក្រោយយើងខ្ជិលធ្វើច្រើនដងអញ្ចឹងណាហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំទៅចៀនពងទាដែលខ្ញុំចៀនដាក់ហ្នឹងក្លុកក៏បានហើយយើងចៀនទាំងមូលក៏បានដែរបងប្អូនឆ្ងាញ់ដូចគ្នាសេចតម្រូវចិត្តរបស់យើងដែលយើងចង់បានអញ្ចឹងណាដែលយើងចង់ញ៉ាំចំពោះខ្ញុំវិញគឺសាកទាំងពីររសជាតិតែម្ដងចៀនពងទាទាំងមូលមួយមកហើយបន្តមកទៀតស្រូបទឹកតៅហ៊ូបន្ទាប់ពីចៀនពងទាទាំងមូលហើយហ្នឹងក៏ទៅក្លុកពងទាយើងមកគ្រាប់ទៀតចាចង់ដឹងថាពងទាយើងទាំងពីរនេះមួយចៀនទាំងមូលមួយក្លុកតើមួយណារសជាតិឆ្ងាញ់ជាងអញ្ចឹងទៅចាបន្ទាប់ពីធ្វើការសាករួចរាល់អស់ហើយហ្នឹងឃើញថារសជាតិហ្នឹងមិនចាញ់គ្នាទេសំខាន់គឺនៅលើទឹកតៅហ៊ូរបស់យើងចាពងទាទាំងមូលពងទាក្លុកហ្នឹងអត់សំខាន់ទេបងប្អូនសំខាន់លើទឹកតៅហ៊ូរបស់យើងធ្វើឆ្ងាញ់គឺឆ្ងាញ់ហើយអញ្ចឹងគឺថាវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណេះទេអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាអរគុណច្រើនជម្រាបលា